បាទសូមគោរពជំរាបសួរមកម៉ែបងប្អូនដែលនិយមតាមដានវីដេអូរបស់ខ្ញុំបាទភិរិទ្ធនៅក្នុង YouTube ថ្ងៃនេះខ្ញុំបន្តអំពីវីដេអូមុនដែលខ្ញុំបាននិយាយថាវីដេអូបន្ទាប់ខ្ញុំនឹងធ្វើអំពីចៃសបាទឬក៏គេហៅថាជាចៃក្រមួនដែលកើតរោមនៅតាមផ្លែទុរេនរបស់យើងបណ្ដាលឲ្យផ្លែទុរេនរបស់យើងខ្មៅបាទជាបទពិសោធន៍របស់ខ្ញុំខ្ញុំមិនមែនជាអ្នកបច្ចេកទេសខាងជីថ្នាំខ្ញុំក៏មិនមែនជាអ្នកបច្ចេកទេសខាងដំណាំទុរេនអីដែរគ្រាន់តែថាធ្លាប់មានបទពិសោធន៍មើលថែបន្តិចបន្តួចធ្លាប់មានបទពិសោធន៍ជួបប្រទះនៅបញ្ហាកត្តាសត្វល្អិតដែលបំផ្លាញទៅលើដំណាំទុរេនធ្លាប់មានបទពិសោធន៍ទៅខាងប្រើប្រាស់ដ្រូនបាញ់ថ្នាំបាទកម្ចាត់សត្វល្អិតដែលកើតមាននៅតាមដំណាំទុរេនជាដើមអញ្ចឹងខ្ញុំនឹងមកចែករំលែកបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបចែកជូនពុកម៉ែបងប្អូនដែលសិនជាយល់ថាមានប្រយោជន៍សម្រាប់យកទៅប្រើប្រាស់ក៏ដូចជាមានប្រយោជន៍សម្រាប់យកទៅការពារចំការបងប្អូនអាហ្នឹងក៏អនុវត្តតាមហ្នឹងទៅហើយការចែករំលែករបស់ខ្ញុំមិនមែនក្នុងន័យលក់ជីលក់ថ្នាំទេបាទសូមបញ្ជាក់បាទអញ្ចឹងតកតងជាមួយនឹងដំណាំទុរេនដោយបងប្អូនដឹងស្រាប់ហើយកាលពីវីដេអូមុនខ្ញុំក៏បាននិយាយដែរតកតងជាមួយនឹងសត្វល្អិតដែលកើតមាននៅលើដំណាំទុរេនអញ្ចឹងសម្រាប់ដំណាំទុរេនកាលណាបើយើងការពារសត្វល្អិតបានស្មើនឹងយើងជោគជ័យចូល50ទៅ60%បាត់ទៅហើយឲ្យតែយើងការពារសត្វល្អិតបានពីព្រោះថាដំណាំទុរេនវាត្រូវការស្លឹកត្រូវការត្រួយបាទព្រោះស្លឹកមានតួនាទីផលិតបាទអាហារមានតួនាទីធ្វើរស្មីសំយោគអញ្ចឹងកាលណាបើស្លឹកមានបញ្ហាស្លឹកមិនបានល្អនោះការផលិតផ្កាផ្លែរបស់យើងក៏មិនសូវជាបានល្អផងដែរបាទហើយសុខភាពដើមដងទុរេនរបស់យើងក៏បាទមិនថិតថេរបាទមិនអាយុវែងទេឲ្យតែថាយើងការពារត្រួយអត់បានការពារស្លឹកអត់បាននោះយើងជួបបញ្ហាច្រើនបាទអញ្ចឹងបានលោកគ្រូឈុនកាំងគាត់ថាមានវគ្គកជ្រោលត្រួយមានវគ្គផ្ទុះត្រួយពន្យាលពេលបាទអាហ្នឹងសិតតែប៉ះពាល់ទៅដល់ផ្កាផ្លែអញ្ចឹងកុំឲ្យវែងឆ្ងាយដូចបងប្អូនកំពុងតែឃើញវីដេអូនេះគឺទុរេនពូជមុនថងបាទពូជមុនថងហើយសម្រាប់ចៃសវាតែងតែកើតមាននៅតាមផ្លែដែលបណ្ដាលឲ្យផ្លែទុរេនយើងខ្មៅហ្នឹងជាទូទៅវាកើតតាំងពីជាការតាមដានរបស់ខ្ញុំវាកើតតាំងពីពេលដែលទុរេនរបស់យើងហៀបនឹងចេញផ្កាមកម្លេះបានន័យថាដាច់ទឹកភ្លៀងពាក់កណ្ដាលខែ10ដើមខែ11គឺចៃសហ្នឹងចាប់ផ្ដើមមានបដាហើយតែគ្រាន់តែថាពេលនោះចន្លោះហ្នឹងជាការតាមដានរបស់ខ្ញុំគឺវាកើតមាននៅតាមត្រួយឬក៏តាមមជ្ឈដ្ឋានជុំវិញចការរបស់យើងហ្នឹងបាទតាមដំណាំផ្សេងដែលនៅជាប់ហ្នឹងនៅពេលដែលទុរេនរបស់យើងចាប់ផ្ដើមផ្កាចាប់ផ្ដើមទ្របពុតញងនោះវាមិននៅតាមតងផ្កាមិននៅតាមពុះមេឃបដាហើយបាទដល់ពេលដែលផ្ការីកបាទទឹកស្ករដែលនៅតាមផ្កាហ្នឹងវាចាប់ដើមធ្លាក់មកបាទពេញមេឃពេញផ្កាពេញក្តឹបអីពេញហ្នឹងទាំងអស់អញ្ចឹងហើយធ្វើឲ្យអាចៃសហ្នឹងវាមានឱកាសមកជញ្ជក់អាហ្នឹងបន្ទាប់ពីវាមកជញ្ជក់ហើយវាបង្កទៅជាមេរោគផ្សិតផ្សិតហ្នឹងឯងដែលធ្វើឲ្យវាខ្មៅទៅដល់ផ្លែរបស់យើងហ្នឹងសម្រាប់ជាបទពិសោធន៍ខ្ញុំប្រើប្រាស់ផលិតផលឈ្មោះថា EXM 2014សម្រាប់កម្ចាត់វាបាទអញ្ចឹង2014គឺមានតួនាទីសម្លាប់ទៅដល់ពពួកមេរបស់ចៃសហ្នឹងបាទបានន័យថាអាចៃពណ៌សដែលនៅតាមផ្លែប៉ុន្តែការសម្គាល់របស់ខ្ញុំមួយទៀតយោងទៅតាមឯកសារដែលខ្ញុំបានមើលបាទដែលខ្ញុំបានឆែកមើលចៃសនេះវាមិនមែនមានតែមេមិនមែនមានតែពពួកចៃសនឹងមួយទេវាមានចៃសដែលការវិវត្តចាំមើលខ្ញុំដាក់ជា life cycle វាពេញនឹងនៅលើ screen នឹងឲ្យមើលបាទន័យថាពេលដែលវាពេញវ័យទៅវាមានស្លាបខ្លះបាទខ្ញុំមិនច្បាស់ថាអាស្លាបហ្នឹងជាអាឈ្មោលឬក៏ញីទេប៉ុន្តែវាមានពពួកមានស្លាបមួយចំនួនដែរសម្រាប់បង្កាត់ពូជវាអញ្ចឹងបានន័យថាវាហើរពេញក្នុងនឹងទាំងអស់អញ្ចឹងបានន័យថាការបង្កាត់ពូជការចម្លងការរីករាលដាលនៃសត្វល្អិតនៅប្រភេទហ្នឹងគឺវាលឿនអញ្ចឹងបានយើងសម្គាល់ឃើញថា
dương cho tha vi chỉ bộ phết chạy so hay vi tích 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 hai đấy bàn vi cát lươn mày hai đấy bàn vi cát dương khơi ta mà fly pi fly tại bởi dương ở ban cầm chặt vi tế nó vì riêng đào pin đào năng hết chlong ta đào mùi tiền và hai đây cứ đợi sao vì miên bộ phết pin vây bỏ vi vì miên mê vì miên ba bỏ vi hà khoát khoai pin đằng thải chẳng cá cầm chặt bỏ vi sum nghiệp mê chạy so po so để nơi tam fly dương pra ở pi pon đập bốn sum rap pin vây sum nghiệpឈ្មោះvà sum nghiệp đàoប្រពួកដែលមានស្លាបហ្នឹងយើងប្រើសមត្ថភាពអស្ចារ្យអញ្ចឹងពីរមុខហ្នឹងយើងឆ្លាស់គ្នាទៅវិញទៅមកទៅដើម្បីកម្ចាត់អាហ្នឹងហើយបើសិនជាអាចបងប្អូនគួរតែប្រើប្រាស់ដ្រូនមួយទៀតរត់តែមានប្រសិទ្ធភាពខ្ពស់ពីព្រោះដ្រូនវាកម្ចាត់បានប្រពួកដែលមានស្លាបហើហ្នឹងឯងព្រោះវាអត់អាចមានឱកាសហោះចេញបំលាស់ទីបានទេតែបើសិនជាសនេះអានឹងយើងបាញ់ដៃអញ្ចឹងទៅវាសប់ល្អបាទអញ្ចឹងសម្រាប់បទពិសោធន៍គឺខ្ញុំប្រើប្រាស់ដ្រូនខ្ញុំប្រើប្រាស់2014សមត្ថភាពអស្ចារ្យឆ្លាស់ទៅឆ្លាស់មកហើយសួរថាតើយើងគួរកម្ចាត់វាពេលណាយើងគួរបាញ់វាពេលណាបាទអានេះជាចម្លើយដែលខ្ញុំចង់ឲ្យបងប្អូនចាប់អារម្មណ៍ខ្លាំងជាងគេព្រោះថាខ្ញុំធ្លាប់មានបទពិសោធន៍ធ្វើឲ្យផ្លែខ្មៅមួយចំនួនធំខ្ញុំធ្លាប់ប្រយុទ្ធប្រឆាំងជាមួយវាធ្លាប់ទប់ស្កាត់វាគឺមិនថាជោគជ័យ 100% ប៉ុន្តែខ្ញុំធ្លាប់ទប់ស្កាត់វាបរាជ័យច្រើនជាងជោគជ័យកាលពីឆ្នាំមុនអញ្ចឹងបងប្អូនវាជាធ្លាប់ដឹងហើយប៉ុន្តែមកដល់ឆ្នាំនេះកើតមានដូចតែឆ្នាំមុនដែរទេប៉ុន្តែខ្ញុំទប់ស្កាត់បានចូល70 ទៅ 80% ទៅហើយបាទអញ្ចឹងយើងរាប់បានថាជាជោគជ័យមួយសម្រាប់ខ្ញុំអញ្ចឹងខ្ញុំចែករំលែកទៅដល់បងប្អូនសម្រាប់ការកម្ចាត់វាខ្ញុំដោយសារមានបទពិសោធន៍ពីឆ្នាំមុនអញ្ចឹងខ្ញុំមើលវាតាំងពីខែ10មកម្លេះពេលដែលដាច់ទឹកភ្លៀងខ្ញុំចាប់ផ្ដើមដើរមើលដំបូងគេខ្ញុំមើលតាមកំពកត្រួយបាទតើវាមានមកអត់អញ្ចឹងពេលដែលមានយើងកម្ចាត់វាមួយសាពេលនោះសិនទៅកុំឲ្យវាចាប់ផ្ដើមមានកំពកត្រួយហើយត្រួយនឹងចាប់ផ្ដើមចាស់ចាប់ផ្ដើមចេញកំពកផ្កាវាមកកើតដល់ផ្កាទៀតបើសិនបើយើងអត់បានកម្ចាត់វាអាពេលដែលវានៅកំពកត្រួយហ្នឹងអញ្ចឹងវាឆ្លងមកដល់ផ្កាទៀតអាហ្នឹងយើងពិបាកបាញ់ហើយព្រោះថាកាលណាយើងបាញ់ទៅវាប្រកបណាស់បាទប៉ះពាល់ទៅដល់អាកំពកផ្កាដែលនៅតាមពុះមែករបស់យើងវាអាចនឹងលឹបទៅវិញណាវាអាចនឹងក្រៀមវាអាចនឹងខ្លោចអញ្ចឹងចង់មិនចង់យើងត្រូវតែសម្អាតសត្វល្អិតមុនពេលដែលទុរេនរបស់យើងចេញផ្កាឬក៏កំពកផ្កាអញ្ចឹងខ្ញុំបាញ់វាចន្លោះពីពាក់កណ្ដាលខែ10អីហ្នឹងគឺខ្ញុំបាញ់មុនមួយសាហើយពពួកចៃសហ្នឹងព្រោះខ្ញុំដើរទៅឃើញវាមានតាមត្រួយទប់វាបានមួយជាន់ហើយដល់ពេលដែលវាកំពកផ្កាដល់ពេលដែលទ្រាប់ពុតយ៉ងចាស់ពេលហ្នឹងវារដូវដាច់ទឹកភ្លៀងធម្មតាសម្រាប់ដំណាំទុរេនគឺវាមានទឹកដមវាមានអាជាតិស្ករហ្នឹងច្រើនណាគ្រប់កន្លែងទាំងអស់មិនថាត្រួយមិនថាផ្កាមិនថាតាមក្តៀងទេគឺមានអាស្ករហ្នឹងពេញហ្នឹងហើយអញ្ចឹងអាសត្វហ្នឹងវាចូលចិត្តអាស្ករហ្នឹងបាទអញ្ចឹងហើយវាមកតាមផ្ការបស់យើងអញ្ចឹងពេលដែលទ្រាប់ពុតញងចាស់ហ្នឹងដែលយើងយល់ថាបាញ់ទៅវាមិនប៉ះពាល់វាមិនលឹបផ្កាទៅវិញទេយើងបាញ់វាមួយសាទៀតបាញ់វាក្នុងពេលនោះគឺយើងបាញ់មុនសម្អាតមុនពេលផ្ការីកមុនពេលបែកផ្កាអញ្ចឹងយើងត្រូវបាញ់វាពេលហ្នឹងមួយទៅបាទបន្ទាប់មកទៀតពេលដែលក្តាប់ដឹងខ្លួនអាពេលនោះហើយដែលយើងត្រូវប្រយ័ត្នបំផុតពេលនោះហើយដែលយើងទប់ទល់វាឈ្នះមិនឈ្នះគឺសំខាន់ណាវគ្គ3ហ្នឹងសំខាន់ណាបាញ់លើកទី3ហ្នឹងអាពេលដែលផ្ការីកហ្នឹងពេលហ្នឹងគឺអាទឹកស្ករវានៅពេញដើមផ្ការីកហ្នឹងគឺបាទសពពេញដើមពេញដីពេញក្រោមដើមហ្នឹងទាំងអស់គឺពោពេញទៅដោយទឹកស្ករនៃផ្ការីកហ្នឹងពេលនោះខ្ញុំជឿជាក់ថាម្ចាស់ចំការមួយចំនួនមិនសូវហ៊ានបាញ់ទេសូម្បីតែកុំថាឡើយថ្នាំសត្វល្អិតសម្រាប់ចៃសសូម្បីតែថ្នាំបំពន់ជីបំពន់ក៏មិនហ៊ានបាញ់ដែរព្រោះពេលនោះគឺបើយើងធៀបពីក្តឹបធៀបពីផ្កាដែលបែកផ្កាដែលដឹងខ្លួនហ្នឹងដូចកូនងាអញ្ចឹងបាទថ្នមណាស់មិនហ៊ានបាញ់អីទេអញ្ចឹងហើយពេលនោះគឺចាប់ផ្ដើមកើតខ្លាំងហើយអញ្ចឹងយើងត្រូវធ្វើមិនចន្លោះពេលហ្នឹងគឺបើសិនជាបងប្អូនបាញ់ពីដំបូងដោយតែខ្ញុំនិយាយ2វគ្គហើយមកដល់វគ្គហ្នឹងវាមានតែតិចតួចទេអត់ច្រើនទេអញ្ចឹងវាអត់បង្កឲ្យផ្លែយើងខ្មៅទេនៅពេលដែលក្តឹបដឹងខ្លួនចន្លោះពី14ទៅ15ថ្ងៃបាទក្តឹបចាប់ដើមរីកប៉ោងដឹងខ្លួនប៉ុនម្រាមដៃរៀងត្រឡប់ពីជ្រុងមកមូលហ្នឹងពេលហ្នឹងគឺយើងបាញ់ទៅវាអត់ប៉ះពាល់អីខ្លាំងទេបាទអញ្ចឹងយើងបាញ់ពេលហ្នឹងមួយសាទៀតទៅបាទ
បន្ទាប់ពីក្តាប់ឡើង40ថ្ងៃ50ថ្ងៃបងប្អូនឆែកមើលទៅបើសិនជាមានចាំបាញ់បើមិនមានមិនចាំបាច់បាញ់ទេអញ្ចឹងរាប់ទៅគឺ4ដងតែវគ្គដែលសំខាន់ជាងគេបំផុតគឺ3ដងពីព្រោះចៃសនេះវាប៉ះពាល់ខ្លាំងមែនតើទៅលើក្តាប់ទៅលើទុរេនរបស់យើងបាទខ្ញុំរាប់ចាប់តាំងពីក្តាប់មកបើសិនបើបងប្អូនអត់បានទប់ស្កាត់វាមុនហ្នឹងទេចន្លោះពេលដែលក្តាប់ដឹងខ្លួនហ្នឹងវាមករោមកតាមតងក្តាប់ហ្នឹងធ្វើឲ្យក្តាប់របស់យើងហ្នឹងបន្លាចេញមកស្អិតស្អិតបតាក់ជាប់គ្នាអត់ស្អាតទេហើយវាជក់កោសិកានៃក្តាប់របស់ហ្នឹងធ្វើឲ្យក្តាប់ហ្នឹងបន្លាកញេកញោជ្រួញបាទហើយបើន័យថាក្តាប់ហ្នឹងវាអស់អាកោសិកាសម្រាប់សន្ទាប់ក្រៅនៃផ្លែហ្នឹងនៃក្តាប់ហ្នឹងអញ្ចឹងក្តាប់ហ្នឹងអត់សូវរីកទេចង់ចូលលក្ខណៈក្រិនណាអាហ្នឹងអញ្ចឹងបាទរហូតមកដល់ក្តាប់ពេញវ័យបន្តិចអាចថាប៉ុនកពួនដៃបើយើងអត់បានសម្អាតវាពេលហ្នឹងគឺផ្លែរបស់យើងចាប់ផ្ដើមខ្មៅហើយកាលណាបើវាខ្មៅហើយប្រកាសណាស់បងប្អូនយកស្អីទៅបាញ់វាក៏អត់បាត់ដែរបាទបើវាបង្កទៅជាខ្មៅហើយទោះបងប្អូនប្រយុទ្ធឈ្នះអាចៃសហ្នឹងក៏ដោយផ្លែយើងតែខ្មៅហើយជាលទ្ធផលគឺបងប្អូនត្រូវមើលមែនតែនសម្រាប់ចៃសបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេមិនមែនក្នុងន័យលក់ជីលក់ថ្នាំទេគ្រាន់តែចែករំលែកនៅបទពិសោធន៍បន្តិចបន្តួចដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយបើមានការខុសឆ្គងក៏សូមអភ័យទោសហើយបើសិនជាមានចម្ងល់បាទបងប្អូនអាចcomment សួរឬក៏ឆាតសួរបាទលេខទូរស័ព្ទនៅក្នុងdescription នៅក្នុងវីដេអូខាងក្រោមហ្នឹងបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ការជម្រាបជូនអំពីចៃសបាទសូមអរគុណសូមជម្រាបលា